បាទលោកអ្នកនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសនិស្សិតផ្នែកច្បាប់ឆ្នាំទី2ម្នាក់ឲ្យជាប់ពន្ធនាគារ22ខែឬក៏ជិត2ឆ្នាំដោយចោទវិបត្តិញុះញង់ក្រោយនិស្សិតរូបនោះបានចែករំលែកមតិរិះគន់លើបណ្ដាញសង្គមជុំវិញគម្រោងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាវៀតណាមឡាវ CLV-DTA អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងនៅល្ងាចថ្ងៃទី25ខែមិថុនានេះថាសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី24ខែមិថុនាបានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញាយុនសេងឡាត់ដែលជានិស្សិតសិក្សាផ្នែកច្បាប់ឆ្នាំទី2និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យជាប់ពន្ធនាគារកំណត់រយៈពេល22ខែនិងពិន័យជាប្រាក់ចំនួន2លានរៀលឬក៏ស្មើប្រមាណជា$500សហរដ្ឋអាមេរិកពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា494និងមាត្រា495នៃក្រមព្រហ្មទណ្ឌប្រភពដដែលបន្តថាកញ្ញាសេងឡាត់អាយុ22ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី6ខែតុលាឆ្នាំ2024នៅក្នុងខេត្តមណ្ឌលគិរីអំឡុងពេលដែលកញ្ញាទៅលេងបងប្អូននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចក៏ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការចែករំលែកមតិរិះគន់លើបណ្ដាញសង្គមជុំវិញគម្រោង CLV-DTA ពីសប្តាហ៍ក្រោយមកទើបក្រុមគ្រួសាររបស់កញ្ញាបានទទួលដំណឹងពីការចាប់ខ្លួនខណៈពេលដែលកញ្ញាបាននឹងកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី2រាជធានីភ្នំពេញកញ្ញាយុនសេងឡាត់ស្ថិតនៅក្នុងចំណោមមនុស្ស117នាក់កំពុងជាប់ឃុំដោយប្រើប្រាស់សិទ្ធិដែលចងក្រងដោយអង្គការលីកាដូកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026សាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសមនុស្សចំនួន33នាក់ដែលក្នុងនោះមានមនុស្សចំនួន14នាក់កំពុងជាប់ឃុំក្នុងនោះមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលាលោកស្រុនស្រនក្រោមបទចោទញុះញង់ពាក់ព័ន្ធទៅនឹងការបញ្ចេញមតិរបស់ពួកគេទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវ CLV-DTA ដែលក្រោយមករដ្ឋាភិបាលបានសម្រេចដកខ្លួនចេញវិញនៅឆ្នាំ2024ក្រោយពីមានការរិះគន់ពីពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក៏ប៉ុន្តែអ្នកដែលត្រូវចាប់ខ្លួនពីការរិះគន់នេះមិនត្រូវបានលើកលែងទោសឬក៏ដោះលែងឲ្យមានសេរីភាពនោះទេរហូតមកដល់បច្ចុប្បន្ននេះវិធានចាប់ខ្លួនរិះគន់បញ្ហាព្រំដែនរងការរិះគន់ថារដ្ឋាភិបាលបានអនុវត្តផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញដើម្បីបិទបាំងកំហុសកាត់ទឹកដីឲ្យទៅប្រទេសវៀតណាមតាមរយៈសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ1982 1983និង1985ក្រោមការត្រួតត្រារបស់វៀតណាមនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបានចងកាតព្វកិច្ចរដ្ឋាភិបាលពីការការពារទឹកដីនិងមាតុភូមិត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា52ដែលបានចែងថារាជរដ្ឋាភិបាលកម្ពុជាត្រូវការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាការកត់សម្គាល់រដ្ឋាភិបាលជារឿយៗបានសំអាងថាការចាប់ខ្លួននិងការចោទប្រកាន់ទៅលើពលរដ្ឋសកម្មជនឬអ្នកនយោបាយប្រឆាំងដែលនិយាយពីបញ្ហាព្រំដែនកម្ពុជាវៀតណាមគឺដើម្បីទប់ស្កាត់ការបង្កឲ្យមានចលាចលសង្គមនិងប៉ះពាល់ដល់សន្តិសុខជាតិតែផ្ទុយពីនេះសម្រាប់ទស្សនៈរបស់អង្គការសិទ្ធិមនុស្សនិងអ្នករិះគន់យល់ថារដ្ឋាភិបាលបច្ចុប្បន្នទន់ខ្សោយឬក៏ស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសជិតខាងបញ្ហានេះធ្វើឲ្យរដ្ឋាភិបាលឈានទៅប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបិទបាំងកំហុសធ្វើឲ្យបាត់ទឹកដីទៅប្រទេសជិតខាងគណៈប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនបាននិយាយថាដីស្រែចម្ការរបស់ពួកគេត្រូវបានបាត់បង់ទៅប្រទេសវៀតណាមដោយសារតែការបបង្គោលព្រំដែននាសម័យលោកហ៊ុនសែនគ្រប់គ្រងប្រទេស